ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះបាទថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញដល់បងប្អូនអស់គ្នាគឺរបៀបបង្កើត Facebook Page នៅតាមរយៈទូរស័ព្ទដៃរបៀបបង្កើត Facebook Page គឺមានបងប្អូនគាត់បង្កើតវីដេអូច្រើនដែរប៉ុន្តែដោយសារតែមានបងប្អូន comment សួរខ្ញុំច្រើនដងដែរអញ្ចឹងខ្ញុំមានតែធ្វើវីដេអូជូនបងប្អូនតែម្ដងការបង្កើត Facebook Page នេះគឺបង្កើតក្នុងឆ្នាំ2025អញ្ចឹងបងប្អូនចាំតាមដានមើលថាតើឆ្នាំ2025ហ្នឹងគឺ Facebook មានការអាប់ដេតយ៉ាងម៉េចខ្លះអញ្ចឹងណាបងប្អូនវាប្លែកជាងមុនមិនបាទអញ្ចឹងយើងចូលទៅកាន់Facebook របស់យើង Facebook account របស់យើងមកបាទបន្ទាប់មកគឺបងប្អូនអាចចូលទៅកាន់កន្លែង profile របស់យើងប៉ុន្តែprofile កន្លែងយើង profile login នេះបងប្អូនបាទចុចទៅលើហ្នឹងមកបងប្អូនខ្លះគឺវាចេញសញ្ញាត្រេក3បងប្អូនខ្លះចេញសញ្ញា profile ហ្នឹងបាទហើយបងប្អូនចុចទៅវាចេញមកអញ្ចឹងហើយបងប្អូនទាញមកក្រោមឃើញកន្លែងនេះគេហៅថា see more អញ្ចឹងបងប្អូនចុចលើ see more ទៅបាទខ្មែរយើងដាក់ថានៅមានទៀតអីចឹងណាបងប្អូនចុចមកឃើញមានគេដាក់ page នៅក្រោមគេនេះគឺបងប្អូនចុចទៅលើសរុប page នេះតែម្ដងបាទឥឡូវយើងដើរមកដល់ចំណុចនេះហើយមាន page ចាស់របស់ខ្ញុំ 4-5 ដែរបាទហើយនៅខាងលើចុងនេះគឺដាក់ថា create page អញ្ចឹងបងប្អូនចុចទៅលើ create page នេះតែម្ដងបាទនេះកន្លែងនេះគឺជាកន្លែងដែលទើបតែអាប់ដេតថ្មីបងប្អូនអរគ្នាអញ្ចឹងយើងមិនចាំបាច់បំពេញអីទេយើងចុច skip តែម្ដងបងប្អូនមិនបាច់ចុចតាណាទេគឺចុច skip នៅនេះបាទតោះពីបងប្អូនចុច skip មកវានឹងចូលមកកាន់ដល់កន្លែងមួយទៀតវាមាន personal profile មាន public page ដោយសារតែបច្ចុប្បន្ននេះគឺ Facebook អនុញ្ញាតឲ្យយើងបង្កើតនៅ personal profile មួយនៅក្នុងaccount Facebook របស់យើងមានន័យថាយើងមាន account Facebook យើងមួយហើយប៉ុន្តែ Facebook អាចឲ្យយើងបង្កើត account Facebook មួយទៀតជាប់ជាមួយនឹង account Facebook យើងចាស់ទៀតណាអញ្ចឹងបាទដូច page អញ្ចឹងបាទអញ្ចឹងបងប្អូនចង់បង្កើត account Facebook គឺបងប្អូនបង្កើតឲ្យលើទៅប៉ុន្តែក្នុងវីដេអូនេះគឺខ្ញុំបង្ហាញបងប្អូនអរគ្នាអំពីការបង្កើត page អញ្ចឹងបងប្អូនទៅមើលកន្លែងក្រោមគេដាក់ថា public page អញ្ចឹងបងប្អូនคลิกទៅលើ public page នេះមកបាទបន្ទាប់មកគឺបងប្អូនចុច next ទៅខាងក្រោមនេះបន្ទាប់មកគឺបងប្អូនដាក់ឈ្មោះឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះអីដាក់ឈ្មោះថាឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះថាកំសាន្តថប់កំសាន្តចឹងបាទដាក់ឈ្មោះថប់កំសាន្តកំសាន្តថប់កំសាន្តដាក់ចឹងចុះដាក់ប៉ុណ្ណឹងសិនបងប្អូនបាទបងប្អូនអាចកែបានទេថ្ងៃក្រោយបាទអញ្ចឹងយើងចុចលើ next នៅកន្លែងនេះបាទអញ្ចឹងពេលដែលបងប្អូនចុចទៅលើ next ហើយវានឹងដើរដល់កន្លែងនេះគឺគេហៅថាcategory មានន័យថាជាប្រភេទដែលបងប្អូនបង្កើត page មកគឺបងប្អូនចង់បង្កើត page អ្វី page បងប្អូនគឺសំដៅទៅលើ entertainment សំដៅទៅលើជាអ្នកធ្វើវីដេអូ creator ឬក៏ជាអ្នកធ្វើ freelancer អីផ្សេងបងប្អូនអាច用ពេញតាមនឹងមកឥឡូវខ្ញុំដាក់សំឡេងមួយខ្ញុំដាក់ថា entertainment ចាស់យើងយកទៅវាយកន្លែង in អញ្ចឹងវាចេញមក in ឥឡូវដាក់វីដេអូ creator វិញពាក្យហ្នឹងគឺរៀងល្បីបន្តិចបងប្អូនហើយយើងដាក់ទៅវីដេអូមកដល់មក creator ហ្នឹងវាចេញអត់នេះ gaming video creator ដាក់នឹងយកនឹងម្ដងទៅវាមិនខុសគ្នាប្រហែលទេបាទហើយបន្ទាប់មកគឺបងប្អូនចុច next ចុច create នៅក្រោមនៅ create បាទចុចលើពាក្យ create មកបាទបងប្អូនចាំបន្តិចមកដោយសារតែអ៊ីនធឺណិតវាយឺតបន្តិចអញ្ចឹងការដើរក៏វានឹងយឺតដែរ
នៅកន្លែងនេះគឺមាន2មានន័យថា page យើងធម្មតាគេចែកជា page មាន page សម្រាប់ promote លទ្ធផលឬក៏ service ចឹងទៅហើយមួយទៀត page ដែលគេបង្កើតឡើងដើម្បី content ហើយនឹងconnect ជាមួយនឹង fan របស់គេដើម្បីកំសាន្តចឹងទៅអញ្ចឹងយើងអាចយកក្រោមនេះយើង page ហ្នឹងបង្កើតមកដើម្បីធ្វើ content ដើម្បីរកលុយដើម្បីរីករាយសប្បាយជាមួយនឹង fan របស់យើងបាទតើបើយើង select យកហ្នឹងហើយគឺយើងយកពាក្យ continue នៅខាងក្រោមបាទយកពាក្យ continue មកនៅដល់កន្លែងនេះគឺគេឲ្យយើងបំពេញអាសយដ្ឋាននិងពេញអាសយដ្ឋានឬវត្តរូបខ្លះអាកន្លែងនេះគេថាយើងអាចពេញឧទាហរណ៍ថា please happy ចឹងទៅយើងដាក់ទៅ please happy happy with my page my Facebook page មកឲ្យពេញតិចណាបងប្អូនបាទ Facebook page អូខេបាទពេញប៉ុណ្ណឹងមកហើយយើងទាញវាឡើងលើតិចក៏បានឬក៏យើងចុច next នេះមកក៏វាកាល់ឲ្យដែរបាទឥឡូវអាសយដ្ឋានមិញឥឡូវខ្ញុំចុចមកទៅវា load មកមុខហើយអញ្ចឹងឥឡូវនោះបងប្អូនអាចពេញវាខាងក្រោយក៏បានដែរអត់អីទេហើយកន្លែងនេះគឺយើងចេញឈ្មោះ page យើងមកហើយបាទហើយ profile ចាំយើងដាក់ក្រោយក៏បានបាទអញ្ចឹងយើងចុច next បន្តទៀតមកកុំឲ្យបំពេញអីចាំហើយកន្លែងនេះគឺ invite friend ឲ្យ friend ហ្នឹងគឺជា friend នៅក្នុង Facebook របស់យើងហ្នឹងបងប្អូនអត់អញ្ចឹងបងប្អូន invite ទៅដើម្បីឲ្យ friend របស់យើងហ្នឹងគាត់ជួយ follow page របស់យើងអញ្ចឹងខ្ញុំចុច invite ខ្លះចុះបាទហើយបន្ទាប់មកចុចនៅខាងក្រោមចង់ដឹងថាតើគេ invite ខ្ញុំអត់បាទឥឡូវចុច invite ទៅមកបាទចឹងគេ invite ប្រហែលបានសាច់គេចឹងទៅឲ្យទៅគេចង់ចុចឲ្យយើងគេចង់ follow យើងគេ follow ទៅបើអត់ក៏អត់ទៅយើងចាំ invite ពីក្រោយទៀតក៏បានបាទបន្ទាប់មកយើងចុចដាននៅក្រោមបងប្អូនបាទចុចដានមកហើយឥឡូវនេះវាកំពុងតែ switch ពី profile ទៅកាន់ Facebook page បាទឥឡូវដល់កន្លែងនេះហើយវាធម្មតានេះយើងប្រើ SIM ពេលខ្លះទៅវាសួរយើងថាប្រើ SIM ឬក៏ប្រើអត់លុយស្មាតអញ្ចឹងណាយើងថាអត់ប្រើអត់លុយទេប្រើ SIM ដាក់ no នេះមកវានឹងឲ្យយើង OK use data OK use data មានន័យថាយើងប្រើ SIM ប្រើលុយនៅក្នុង SIM របស់យើងអត់មាន Wi-Fi អត់មានអីទេបាទអញ្ចឹងបងប្អូនចាំវាបន្តិចមកជាទូទៅវាដើររៀងយឺតបន្តិចបាទបាទឥឡូវយើងដើរចូលមកដល់កន្លែងនេះហើយគឺយើងបានបង្កើត page ដោយជោគជ័យហើយឥឡូវយើងចូលទៅក្នុង page របស់យើងនេះគឺមិនទាន់មាន profile មិនទាន់មានអីទេបាទ page របស់ខ្ញុំវាក្រហមបន្តិចហមមានន័យថាសុខភាព page ហ្នឹងមិនសូវល្អបានទេបាទហើយកន្លែងនេះ profile បងប្អូនអាចដាក់ profile ដាក់អីទៅដាក់រូបថតរូបអីទៅកន្លែងយើងចង់ដាក់អីដាក់ទៅសាច់ចិត្តបាទឧទាហរណ៍ខ្ញុំដាក់រូបទូរស័ព្ទមួយសិនណាដោយសារតែខ្ញុំអត់តមានរូបដាក់បាទដាក់ចាំមួយចុះបាទយើងដកថិចទៅកុំឲ្យវា load បាទអញ្ចឹងបងប្អូនចាំតិចវាកំពុងតែដើរវាកំពុងតែ upload បងប្អូននេះឡើយចាញ់ហើយតើមកគឺនៅ cover ដូចសិនទៅនឹងមកចុចលើ cover មកបងប្អូនអាចដាក់ cover បានហើយឥឡូវខ្ញុំចូលទៅយក cover ណាមួយឥឡូវខ្ញុំអត់មានរូបខ្ញុំដាក់រូបនឹងសិនទៅដោយសារតែយើងអត់មានរូបដាក់បងប្អូនដោយសារនេះខ្ញុំកើតឲ្យបងប្អូនគឺអត់បានត្រៀមរូបត្រៀមអីទេអញ្ចឹងហើយបានទីអត់មានរូបដាក់អត់តន់មកអញ្ចឹងតែយកសារថ្មីទៀតមើលមកអត់មកយកសារថ្មីទៅយកតលមកមើលមកឬមិនមកអូដោយសារតែរូបនេះវាខុសទំហំអញ្ចឹងមិនអាចទេបងមិនអាចមកទេអញ្ចឹងបងប្អូនអាចបដូររូបភាពថ្មីទៀតឧទាហរណ៍ថាខ្ញុំចង់បដូររូបនេះអូខេគេមកអញ្ចឹងយើងដកថិចទៅដើម្បីកុំឲ្យវា
share បាទហើយចុចមកបាទអញ្ចឹងបងប្អូនចាំតិចវាកំពុងតែ upload វីដេអូមានន័យថា upload ឬក៏ post ហ្នឹងឯងបាទតែទៀតមកដល់ហើយបាទឥឡូវនេះយើងបានដាក់ profile យើងមិនដាក់ cover ឲ្យអស់ហើយអញ្ចឹងបាទហើយ add friend មិញក៏ add អស់ហើយបាទអញ្ចឹងយើងដូចអស់ហើយគ្មានអីទេបងប្អូននេះ page យើងគឺយើងបង្កើតបានរួចរាល់ហើយឃើញទេបងប្អូនហើយបងប្អូនចង់ផុសអត់បញ្ហាទេគឺបងប្អូនអាចផុសនៅកន្លែងនេះក៏បានឬក៏បងប្អូនចុចឲ្យវាដើរមកក្រៅធម្មតាចេះហើយបងប្អូនចង់ផុសតាមនេះក៏បានដែរនេះផុសដល់ផុសស្អីក៏បានបងប្អូនគ្រាន់តែផុសលេងសិនណាឲ្យដឹងថាតើយើងបង្កើតបានរួចរាល់ហើយឬនៅឥឡូវយើងផុសលេងផុសរូបដែរហ្នឹងបាទហើយ public បាទខ្ញុំចង់ផុសជា private សិនណាដោយសារតែខ្ញុំទៅបង្កើតឥឡូវវាឲ្យទេយើងផុស public យកតែម្ដងឲ្យថតដាក់ចឹងយើងចុចលឿននិចតែម្ដងទៅបាទចុចលឿននិចទៀតមកគឺវានឹងឲ្យយើងផុសហើយបាទបងប្អូនចាំតិចវាកំពុងតែផុសហើយបាទវាកំពុងតែដើរបងប្អូនបាទដើរចប់ហើយបាទនេះឥឡូវយើងបានផុសរូបនេះហើយបងប្អូនបាទហើយអស់ហើយបាទនេះគឺជាការបង្កើត page Facebook page ឆ្នាំ2025វារៀងប្លែកខ្លះបាទអញ្ចឹងបងប្អូនអាចបង្កើតតាមវីដេអូរបស់ខ្ញុំនេះបានអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាយើងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ